GTR គេខ្លាច GTR ដាក់ឆាត់យោង Civic គេខ្លាច Civic ប្រើ laptop តែ Supra អត់ទៅគៀងអត់មានខ្លាចណាគេណានេះគឺជា Toyota Supra Mark IV ជាឡាន JDM ល្បីជាងគេបង្អស់របស់ Toyota Supra នេះមានដល់15ជំនាន់ណោះប៉ុន្តែមានតែ Mark IV នេះទេដែលមានគេចូលចិត្តច្រើនមែនតើ Supra ដាក់មកជាមួយនឹងម៉ាស៊ីនដ៏ iconic បំផុតគឺ 2JZ GTE ជាម៉ាស៊ីន 3.0 លីត្រ Twin Turbo Straight Six តែមាន option មួយទៀតប្រហែលជាបងប្អូនអត់សូវមានអ្នកដឹងទេគឺ 2JZ GE ធម្មតាដែលជាម៉ាស៊ីនអត់ប្រើ Turbo ម៉ាស៊ីនទាំងពីរណាវាមាំខ្លាំងមែនតើដល់ថ្នាក់គេកែយកទៅ1000 horsepower ក៏អត់អី Supra stock ហ្មងផលិតកម្លាំងបានតែ320សេសទេអា Turbo បើអាអត់ Turbo 220សេសតែ Toyota ថាផលិតបានតែ280 horsepower ឯងដោយសារតែជំនាន់ហ្នឹងមានច្បាប់មួយដែលក្រុមហ៊ុនដែលផលិតឡាន High Performance ទាំងអស់សម្រេចគ្នាថាផលិតឡានតែ200 horsepower តែប៉ុណ្ណោះប្រអប់លេខរបស់ Supra មានទាំងអូតូមានទាំងលេខដៃប៉ុន្តែអាអូតូហ្នឹងគេកែទៅលេខដៃច្រើនមែនតើឡាន Supra នេះបងប្អូនទាំងអស់គ្នាគិតថាលឿនប៉ុន្តែជាក់ស្ដែងឡានហ្នឹងយឺតណាស់ហើយបើលេខអូតូវិញចូលលេខយឺតមែនតើអញ្ចឹងឯងបានគេកែមកដាក់លេខដៃហ្នឹងចំណុចពិសេសរបស់ Supra Mark IV នេះគឺត្រង់ម៉ាស៊ីនវាហ្នឹងហ្មង 2JZ GTE ជាម៉ាស៊ីនមួយដែលគេដឹងថាអាចទប់កម្លាំងទៅដល់800ដល់1000សេសដោយមិនបាច់រើម៉ាស៊ីននេះក៏ដោយសារតែ Toyota overbuild ម៉ាស៊ីននេះប្លុកម៉ាស៊ីនខាងក្នុងស្អីក៏តាន់ស្អីក៏ក្រាស់ដែរហើយបើនិយាយពី piston របស់វាធ្វើមកពី iron block មាំជាងអាលុយញោមឆ្ងាយណាអញ្ចឹងហើយបានម៉ាស៊ីនហ្នឹងវាធ្ងន់ប៉ុន្តែវាមាំអា stock turbo Supra ណាគ្រាន់តែធូនទៅឡើង boost ហើយនឹងដាក់ down pipe អីហ្នឹងពី300សេសទៅ600សេសហ្មងស៊ីផុយហើយបើដូរ turbo ដាក់អាធំជាងមុនណាហើយដូរប្រព័ន្ធសាំងដូរអី1000 horsepower បងប្អូនខ្ញុំនិយាយពីរឿងធូនម៉ាស៊ីនហ្នឹងចុះប្រអប់លេខវាតិចត្រូវដូរទៅអត់ដូរទេណាប្រអប់លេខវាហ្នឹងគឺទប់1000 horsepower អីស៊ីផុយមិនធម្មតាណាតាមពិតទៅ Supra នៅក្នុងវិស័យលេងឡានណាគឺគ្រឿងលេងវានិយាយមិនអស់ទេហើយសម្រាប់ខ្ញុំស្រឡាញ់ជាងគេអាសលេងរ៉ាត់តឬក៏អាសលេង AK ទាំងហ្នឹងអូយអាសលេងហ្នឹងហើយជាសលេង two step របស់ 2JZ ហ្នឹងស្រឡាញ់ណាជាតិហ្មង Supra Mark IV ដែលមានកូដ name JZ A80 មានផលិតតាំងពីឆ្នាំ93ដល់2002តម្លៃវាសប្តាហ៍ថ្ងៃឡើងដូចកញ្ជ្រួចចឹងណាបើអាលេខអូតូ 40000 ជាងតែអាលេខដៃ 100000 ជាងបងប្អូនអើយហើយបើ collector ទៀត 20000 ណាឡាននេះបើមិនអត់ស្រុកខ្មែរពន្ធវាថោកទេប្រហែលជា10000ទៅ20000នឹងឯងដោយសារតែឡាននេះវាចាស់ចឹងទៅពន្ធក៏វាថោកតាមនឹងដែរបើបងប្អូនចង់ដឹងពីរឿងធូនរបស់ឡាននេះអាច comment នៅផ្នែកខាងក្រោមបានខ្ញុំនឹងធ្វើវីដេអូមួយទៀតស្រឡាញ់ឡានណាកុំភ្លេច follow ម្នាក់មួយ